សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយលោកគ្រូម្ដងទៀតហើយតកតងទៅនឹងមេរៀនទី8វិសម័យកាលដក្រីទី1មានមួយអាញ្ញត្តិអញ្ចឹងថ្ងៃហ្នឹងយើងនឹងចូលមេរៀនទី8គឺវិសម័យកាលដក្រីទី1មានមួយអាញ្ញត្តិចឹងមុននឹងយើងសិក្សាទៅលើមេរៀននេះយើងមកពិនិត្យមើលវត្ថុបំណងជាមុនសិនគឺទី1គឺកំណត់សញ្ញាណវិសម័យកាលដក្រីទី1មានមួយអាញ្ញត្តិទី2នោះគឺប្រើលក្ខណៈវិសមភាពក្នុងការដោះស្រាយវិសម័យកាលនិងទី3ដោះស្រាយសម័យកាលដោះស្រាយចំណោទវិសម័យកាលមានមួយអាញ្ញត្តិអូខេជាងកន្លែងហ្នឹងអត់សូវសំខាន់ប៉ុន្មានទេឥឡូវយើងមកចូលមើលអ្វីដែលយើងសិក្សាចុះទី1គឺវិសម័យកាលដក្រីទី1មានមួយអាញ្ញត្តិ1.1គឺសញ្ញានៃសម័យកាលវិសម័យកាលចឹងឧទាហរណ៍ទី1សុខាគឺមានទម្ងន់48គីឡូក្រាមនិងផលលីមានទម្ងន់ x គីឡូក្រាមតើ x គីឡូក្រាមនិង48គីឡូក្រាមមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចដេចមើលរូបខាងស្ដាប់ឥឡូវបងអូនពិនិត្យមើលរូបនេះមកនេះរូបដែលលោកគ្រូគូសនៅក្នុងនេះចឹងយើងឃើញថា x គីឡូនេះគឺវាធ្ងន់ជាង48គីឡូផលលីមានម៉ាស់ x គីឡូក្រាមចឹង x គឺជាតំណាងនៃទម្ងន់របស់ផលលីហើយ x នេះគឺធំជាង48នៅពេលនោះយើងអាចសរសេរបានថា x គីឡូក្រាមធំជាង48ឬក៏ x ធំជាង48បើយើងសម្រួលគីឡូក្រាមអញ្ចឹង x ធំជាង48នេះហើយគឺជាវិសមភាពវិសម័យកាលឬក៏វិសមភាពក៏បានដែរដោយសារកន្លែងនេះគឺមិនស្មើគ្នាភាពមិនស្មើគ្នាហៅថាវិសមភាពអូខេចឹងឧទាហរណ៍ទី2គេមានត្រីកោណ ABC ដូចរូបខាងស្ដាំគេដឹងថាផលបូកជ្រុង2នៃត្រីកោណធំជាងជ្រុងមួយទៀតអូខេអញ្ចឹងគេបាន CA បូកជាមួយនឹង CB ធំជាង AB ឬក៏ AC បូកជាមួយនឹង AB ធំជាង BC ឬក៏BA បូកជាមួយនឹង BC ធំជាង AC ចឹងកន្លែងនេះឆ្លាស់គ្នាបើយើងយកជ្រុងនេះបូកជ្រុងនេះវាត្រូវតែធំជាងជ្រុងមួយនេះហើយបើសិនបើយើងយកជ្រុងនេះបូកជ្រុងនេះវាត្រូវតែធំជាងជ្រុងនេះហើយបើសិនជាយើងយកជ្រុងនេះបូកជ្រុងនេះប្រកាសជាធំជាងជ្រុងនេះហើយអញ្ចឹងវាអត់មានអីច្រើនទេអូខេអញ្ចឹងយើងអាចទៅសេបានមួយទៀតគឺ 2x បូក x ធំជាង12ឬក៏នេះអាចចំនួនជ្រុងហ្នឹងឬក៏ 2x បូកទៅនឹង12ធំជាង x ឬក៏12បូកទៅនឹង x ធំជាង 2x ចឹងតាមសំណេរខាងលើនេះគេហៅថាវិសម័យកាលដក្រីទី1មានមួយអាញ្ញត្តិឧទាហរណ៍ទី3គេដឹងថា2ដងនៃមួយចំនួនថែម12 2ដងនៃចំនួនណាចំនួនទៅយើងតាំង x ក៏បានដែរ 2x បូកទៅនឹង12តូចជាង27ជាងសញ្ញាតូចជាង27មកចូលរកចំនួននោះតាំង m ជាចំនួនដែលត្រូវរកតមកគេបាន 2m បូក12តូចជាង27ហ្នឹងអូខេសញ្ញាតូចជាវិសម័យកាលដក្រីទី1មានមួយអាញ្ញត្តិអញ្ចឹងចំណាំឧទាហរណ៍ខាងលើនេះខាងលើក៏ពិតចំពោះសញ្ញាតូចជាងឬស្មើដែរនិងធំជាងឬស្មើដែរដូចជា3តេបូក7
ធំជាងឬស្មើអូខេឥឡូវយើងពិនិត្យមើលបន្តទៀត5កតាទៅនឹង 2m ដក7តូចជាងឬស្មើ m បូក3និង8កតាជាមួយនឹង a បូក3តូចជាងឬស្មើ3កតានឹង a បូក1នេះសុទ្ធសឹងតែជាវិសមភាពសមីការដឺក្រេទី1មានមួយអញ្ញត្តិជាទូទៅវិសមការដឺក្រេទី1មានមួយអញ្ញត្តិគឺជាវិសមីការដែលក្រោយពីសម្រួលរួចមានរាង ax បូក b ធំជាង0ឬក៏តូចជាង0ដែលចំនួនថេរ a ខុសពី0និងអថេរ x ជាអញ្ញត្តិឧទាហរណ៍គំរូមួយនេះគឺជាលំហាត់គំរូជាងគេមានកន្សោម1ដក m នៅលើ2បូកជាមួយនឹង5 m បូក5នៅលើ6ធំជាង4ដក 3m ដក7នៅលើ5អូខេអញ្ចឹងបំលែងកន្សោមទាំងនេះឲ្យទៅជាដឺក្រេទី1វិសមីការដឺក្រេទី1មានមួយអញ្ញត្តិងាយមួយអូខេឥឡូវយើងធ្វើការសម្រួលតែម្ដងទៅនេះចម្លើយជាដំបូងយើងត្រូវមើលភាគបែងរួមរបស់វាខាងនេះភាគបែងរួម30គឺគេថា30ភាគបែងរួមឯងប៉ុន្តែគ្នាយើង30ហើយចុះ2នេះគុណ15អូខេអញ្ចឹង30បិទអញ្ចឹងគុណ2ឥឡូវនេះគុណនឹង15វាមាន2គុណនឹង15ទាំងលើទាំងក្រោមអានេះគុណទៅនឹង5ទាំងលើទាំងក្រោមខាងនេះគុណទៅនឹង30ទាំងលើទាំងក្រោមហើយកន្លែងនេះវិញគឺគុណទៅនឹង6ទាំងលើទាំងក្រោមនៅពេលនោះយើងបានភាគបែងដូចគ្នា30ដូចគ្នាហើយយើងទូទាត់មកហើយយើងធ្វើការសម្រួលមកបន្តមកទៀតយើងបោះមកអង្គទី1ហើយយើងទូទាត់ទៅយើងនឹងឃើញសមីការដឺក្រេទី1មានមួយអញ្ញត្តិអូខេអញ្ចឹងវិសមីការបង្រួមហើយគឺ 8m ដក122ធំជាង0ជាវិសមីការដឺក្រេទី1មានមួយអញ្ញត្តិ m អូខេអញ្ចឹងប្រតិបត្តិទី1គឺសុខានិងច័ន្ទណាគឺមានម៉ាស់42គីឡូក្រាមហើយធីតានិងផូលីគឺមានម៉ាស់ x គីឡូក្រាមតើ x គីឡូនិង42គីឡូក្រាមមានទំនាក់ទំនងនឹងគ្នាដូចម្តេចដែរមើលទៅរូបខាងស្ដាំ42ហើយនឹង x ទៅធៀបគ្នាមកយើងឃើញថា x គឺតូចជាង42អញ្ចឹង x តូចជាង42អូខេអញ្ចឹងវិសមីការសមមូលអញ្ចឹងយើងមិនតន់រៀនដល់នោះទេណាអញ្ចឹងយើងរៀនតែប៉ុណ្្នឹងសិនទេអញ្ចឹងគោរពជម្រាបលាអ្នកទាំងអស់គ្នា Goodbye see you tomorrow